ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅធម៌នឹងគឺមានទោសច្រើនមានទុក្ខច្រើននឹងមានសេចក្តីរសាប់រសល់ក្តៅក្រហាយច្រើននឹងតែនឹងយើងត្រឡប់ទៅជារីករាយនៅក្នុងអារម្មណ៍នោះទៅវិញទៀតនឹងរហូតយើងអាចដែលបណ្ដោយស្មារតីនឹងទៅគិតថានឹងវត្ថុកាមនឹងមានរូបសម្លេងក្លិនរសផលតពៈបុព្វយាស្វាមីទ្រព្យសម្បត្តិនៃហ្នឹងនឹងដែលយើងខ្សែប្រើប្រាស់ហ្នឹងយើងថាមិនអីទេប្រភេទនៃការបណ្តែតបណ្ដោយយើងថាអត់អីទេទៀតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងឧបមាដោយបញ្ចកាមគុណនឹងជាដើមនឹងឯងថាមានទោសច្រើនមានទុក្ខច្រើនមានសេចក្តីក្តៅក្រហាយទៀតនឹងឧបមាដូចជាក្បាលពោះដូចជាគប់ភ្លើងដូចជារណ្ដៅរងើកភ្លើងអីនឹងប៉ុន្តែយើងវាកម្រនឹងបានយល់ថារូប